ខ្ញុំចាក់ចេញពីភាសាទំនើបបាទខ្ញុំចាក់ចេញពីភាសាទំនើបដែលភាសាអង់គ្លេសអានថា I leave the supermarket I leave the supermarket បាទអញ្ចឹងយើងប្រែបានថាខ្ញុំចាក់ចេញពីភាសាទំនើបបាទបន្ទាប់ពីទិញសម្ភារៈហើយយើងចាក់ចេញភាសាទំនើបហ្នឹងឯងបន្ទាប់ទៀតគឺខ្ញុំងូតទឹកបាទខ្ញុំងូតទឹកគឺយើងអានថា I take a bath I take a bath I take a bath បាទអញ្ចឹងយើងប្រែថាខ្ញុំងូតទឹកបាទងូតទឹកគឺតើតើនឹងការដកបយចាក់ឈូអីអញ្ចឹងណាបងប្អូនបាទមិនមែនងូតទឹកការឈូនេះទេខ្ញុំចងខ្សែស្បែកជើងរបស់ខ្ញុំបាទខ្ញុំចងខ្សែស្បែកជើងរបស់ខ្ញុំភាសាអង់គ្លេសយើងអានថា I tie my shoelace I tie my shoelace I tie my shoelace បាទអញ្ចឹងគឺយើងប្រែថាខ្ញុំចងខ្សែស្បែកជើងរបស់ខ្ញុំបាទខ្សែបែកជើងប៉ាតាឬក៏បែកជើងពួយណាបងប្អូនយើងចងវាដើម្បីឲ្យតឹងអញ្ចឹងទៅចូលមកដល់ខ្ញុំរត់ត្រឹកបាទខ្ញុំរត់ត្រឹកហ្នឹងគឺបានន័យថាយើងរត់តិចដើម្បីហាត់ប្រាណណាបាទអញ្ចឹងយើងអានថា I run a little I run a little I run a little បាទអញ្ចឹងយើងប្រែថាខ្ញុំរត់ត្រឹកហ្នឹងហើយបន្តទៀតគឺខ្ញុំលោតនៅលើគ្រែបាទខ្ញុំលោតនៅលើគ្រែភាសាអង់គ្លេស I jump on the bed I jump on the bed I jump on the bed បាទអញ្ចឹងយើងអាចប្រែបានថាខ្ញុំលោតនៅលើគ្រែលោតនៅលើគ្រែលេងនៅកូនក្មេងគាត់លេងនៅលើគ្រែហ្នឹងណាយ៉ាខ្ញុំបោយដៃទៅមិត្តរបស់ខ្ញុំបាទខ្ញុំបោយដៃទៅមិត្តរបស់ខ្ញុំ I will to my friend I will to my friend I will to my friend បាទអញ្ចឹងយើងប្រែថាខ្ញុំបោយដៃទៅមិត្តរបស់ខ្ញុំបាទបោយដៃ will យើងប្រែថាបោយដៃបោះបងបោយលើទឹកតាដែលគេដាក់នៅមុខហាងដាក់បងបោយអញ្ចឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងគឺ will បោយដៃខ្ញុំជិះកង់បាទខ្ញុំជិះកង់អញ្ចឹងយើងអានថា I ride a bicycle I ride a bicycle I ride a bicycle បាទអញ្ចឹងយើងប្រែថាខ្ញុំជិះកង់បាទជិះកង់ទៅសាលាជិះកង់ទៅរៀនហ្នឹងឯងឬមកក៏ជិះកង់ហាត់ប្រាណបន្តទៀតគឺខ្ញុំសម្លឹងមើលទៅលើបាទខ្ញុំសម្លឹងមើលទៅលើយើងអានថា I look up I look up I look up បាទអញ្ចឹងយើងប្រែថាខ្ញុំសម្លឹងមើលទៅលើបាទមើលអីអញ្ចឹងទៅបាទបន្តទៀតគឺខ្ញុំផឹកកាហ្វេរៀងរាល់ថ្ងៃបាទខ្ញុំផឹកកាហ្វេរៀងរាល់ថ្ងៃ I drink coffee daily I drink coffee daily I drink coffee daily ខ្ញុំផឹកកាហ្វេជារៀងរាល់ថ្ងៃបងប្អូនចេះញ៉ាំកាហ្វេអត់បាទបើសម្រាប់ខ្ញុំផឹកឬក៏ហូបសឹងរាល់ថ្ងៃដែរហ្នឹងបាទអញ្ចឹងបើសិនជាអត់ញ៉ាំទេងួយគេងដោយសារយើងនៅដល់យប់ជ្រៅបាទតើតើនឹងការសិក្សាឬក៏ធ្វើការអីនឹងឯងយ៉ាខ្ញុំផឹកតែជារៀងរាល់ថ្ងៃបាទខ្ញុំផឹកតែជារៀងរាល់ថ្ងៃ I drink tea daily I drink tea daily I drink tea daily ខ្ញុំផឹកតែជារៀងរាល់ថ្ងៃបាទអញ្ចឹង tea យើងប្រែថាតែយើងដូរតែ coffee ចេញមកយើងដាក់ tea ម្ដងទៅគឺជាតែម្ដងហើយបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្លីរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តសូមកុំភ្លេចជួយចុច like ក៏ដូចជា subscribe channel របស់ខ្ញុំម្នាក់មួយផងបាទ